ហើយខ្ញុំថ្ងៃនេះដែរខ្ញុំមកនេះដើម្បីចង់ប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាថាក្នុងរដូវនេះខែ10ខែ11ខែ12ដល់ខែ1គឺជារដូវធ្លាក់ខ្យល់ខែកដឹកអញ្ចឹងសម្បូរទៅដោយត្រីធម្មជាតិបងប្អូនណែខ្ញុំធៀបមេដៃឲ្យបងប្អូនមើលធំមែនតើហើយចំពោះត្រីឆ្លូញនេះគឺខ្ញុំលក់តែខ្នាតធំទេខ្នាតទូចខ្ញុំអត់លក់ទេហើយមួយវិញទៀតចំពោះត្រីឆ្លូញនេះបងប្អូនត្រូវការកំងនៅរដូវនេះបានតម្លៃធូរថ្លៃហើយបានធំទៀតគឺជាត្រីងៀតកេះត្រីងៀតកេះនេះប្រឡាក់តែអំបិលជាមួយនឹងប៊ីចេងទេអត់ដាក់ស្ករទេហើយខ្នាតដែលខ្ញុំកំពុងតែកាន់បង្ហាញបងប្អូននេះគឺជាខ្នាត5ត្រីទៅ6ត្រី1គីឡូខ្ញុំអត់មានលក់ធំជាងនឹងឯងបងប្អូនហើយបងប្អូនសួរថាប្រៃអត់ប្រៃល្មមប្រៃដូចត្រីងៀតខ្ញុំលក់ត្រីងៀតប្រៃប៊ីចេងអញ្ចឹងអត់ប្រៃខ្លាំងដល់ខេះទេចំណែកឯត្រីឆ្អើរអណ្ដែងគឺខ្ញុំលក់នៅតម្លៃក្នុង1គីឡូ$26ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃទី17ខែវិច្ឆិកាចាខ្ញុំទៅកន្លែង Starbucks នៅរង្វង់មូលលោកតាដំបងកញ្ញូដោយសារតែមីងគាត់មកពីសៀមរាបចាគាត់មកពីក្រៅប្រទេសដែរតែគាត់ដូចថានៅសៀមរាបចាឥឡូវគាត់មកដល់បាត់ដំបងព្រឹកនេះគាត់ចង់កំងត្រីអញ្ចឹងផ្លូវផ្ទះខ្ញុំចូលអត់កើតទេអញ្ចឹងយើងណាត់គ្នាជួបនៅហាងកាហ្វេហើយបានជៀនត្រីទុកឲ្យគាត់ភ្លក់ដើម្បីចង់ដឹងថាគាត់ពេញចិត្តត្រីមួយមុខណាអញ្ចឹងណាបងប្អូនពេលមានការអីនេះឈប់ដល់វងមូលលោកតាមកខលមកខ្ញុំមកខ្ញុំចេញមកហើយសាផ្លូវទេខ្ញុំបងប្អូនចូលអត់កើតទេនេះបងប្អូនកាហ្វេ Starbucks ឃើញនៅកោះកុងគេដាក់ហាងកាហ្វេស្អាតដល់ហើយតាមបានទៅឥឡូវដើរទៅរកបាទបាទឥឡូវពេញនិយមខ្លាំងសម្រាប់ហាងកាហ្វេមួយនេះលើមុនគេគ្រប់ត្រូល Amazon ឥឡូវប្រហែលជារត់មកងាកមកអាខាងនេះច្រើនហើយគាត់ចាំខ្ញុំរៀនយូរទៅពេលចឹងទៅខ្ញុំឲ្យគាត់ទៅភាសាអីពេលព្រឹកអាហារតែឥឡូវគាត់នៅកន្លែងនេះអូអប្សរាស្អែកគេឲ្យត្រៀមមកដល់កទី18បានអញ្ចឹងដឹងមិនអីមិនអ្នកនៅពោធិ៍សាត់អូយប៉ិនយើងចាត្រៀមទៅអ្នកនៅតាមយើងត្រៀមនៅតែយើងនេះដូចជាមិនអីទេបងប្អូនត្រៀមសម្រាប់តែបងប្អូនជីដែរណាត់អត់ទេស្អែកពោធិ៍សាត់ហ្នឹងឲ្យជីដែរហ្នឹងហើយពោធិ៍សាត់ក៏ជីដែរហ្នឹងសិតតែជីដែរនៅព្រំដែនហ្នឹងហើយសិតតែនេះអត់ច្រកមួយគិតទៅប្រទេសយើងថៃរុំពាត់សឹងទាំងអស់ហើយចង់ថាខាងណាក៏ជាប់ច្រកវាទាំងអស់រៀបសួរមេអាយ៉ូនេះមិញអង្គុយនេះមកបាទឲ្យគាត់អង្គុយចូលក្នុងឲ្យគ្នាច្រើនណាព្រោះនេះក៏បានស្រួលយើងនិយាយគ្នាចូលក្នុងពិបាកនេះបាទរៀបសួរពូបាទនេះចាគាត់មកកក់ប្រៃនេះខ្ញុំជិះត្រីទៅមកលក់ទៅវិញថ្ងៃនេះគាត់លក់ទៅដល់ខែក្រោយអូខែ12នោះគាត់អង្គុយតែអីមកបានយើងមិនតប់មិនចាំបាច់ឈ្ងុយណាស់អាហ្នឹងអត់មានយកទៅផ្ទះហ្មងយើងនៅគាត់លក់អត់អីទេព្រោះដាក់អង្គុយនឹងបាទក្នុងឡានយើងមានកระดาษសើមតើយកមកជួយមានកระดาษសើមនោះអង្គុយនោះក៏បានស្មូតរើអីទេតប់ក៏យើងមិនត្រូវអីផងយើងអត់នេះមិនសុខសប្បាយទេបាទមិនទៅផ្លូវនេះមានតែតារាសាំងមានតែហាងកាហ្វេបាទលក់សិនទៅបាទអានេះត្រីអីអានេះផ្អែមអាខ្លីនេះប្រៃប្រៃអំបិលបាទអំបិលជែងកាត់ខ្លីប្រៃយើងអាចចូលចិត្តផ្អែមមិនចិត្តប្រៃជែងខ្ញុំអីភ្លក់សិនទៅពូព្រោះអីផ្អែមពួកខ្ញុំក៏អត់ផ្អែមដូចគេដែរភ្លក់សិនទៅប្រៃផ្អែមភ្លក់សិនបាទបាទអានេះឥឡូវភ្លក់ផ្អែមបន្តិចសិនណាបាទឲ្យដឹងថាផ្អែមរបស់ខ្ញុំមិនដោយសារតែស្ករនេះយើងមានបាទ20មាន30អត់ផ្អែមខេះដូចគេទេបាទប្រៃផ្អែមបាទប៉ុន្តែដឹងមកយេយកទៅអាមេរិកផ្អែមទុកទៅពេលណាជៀនទឹកគប់បាបែកបាទត្រូវហើយស្ករបាទព្រោះប្រៃនេះអត់ផ្អែមអត់ផ្អែមខ្លាំងទេផ្អែមឡែមយើងលួយទេបាទបាទទៅជៀននេះអត់លុយតែអីមាននៅខាងក្រៅបណ្ដាយនៅក្រៅបណ្ដាយប្រឡាក់ដែរបណ្ដាយប្រឡាក់បណ្ដាយមានប្រឡាក់មានឆ្អើ
mình chăm sóc anh vậy mình chọn anh theo tụi anh pin ba hai mà mang ngay từ đó là nhà này nó sai từ đó 22 ដល់ថ្ងៃ23ថ្ងៃ4ចុងថ្ងៃរៀបចំ25ចេញ បាទ មានអត្រេសបងប្អូននៅពេញនេះ ទឹកឲ្យយើងដល់ផ្ទះ ពេលខ្ញុំទិញពី10ម៉ែត្រតាក់ទង Facebook មិនបានដល់តាក់ទងទូរស័ព្ទហ្នឹង អរេ Facebook ហ្នឹងហើយតាក់ទងបានស្រួលជាងលេខទូរស័ព្ទបាទ Facebook ប្រទេសណាក៏តាក់ទងស្រួលជាងលេខដែរបាទ Facebook ហ្នឹងខ្ញុំក៏លេខស្រុកខ្មែរប៉ុន្តែខ្ញុំអាចប្រើបាន Facebook តាមលេខហ្នឹងក៏បានដែរ Facebook បានតែទុកលេខនឹងផងទៅ ចា គេឈ្មោះខ្ញុំអត់តែចាំអ៊ំចុះដល់អត់តែចាំចុះតែខ្ញុំប្រើ ចាខ្ញុំហៅទៅ បាទ ទៅឆ្លោះគ្នាហើយ ហ្នឹងហើយ ឥឡូវគាត់ទិញត្រីបងប្អូនអត់មានញ៉ៃញ៉ៃគាត់$300ហើយខ្វះដល់120ទៀតហើយ សាកសីទាំងអស់គ្នាហើយបងប្អូនអ្នកមើលវីដេអូសាកសីទាំងអស់គ្នា យើងឆ្លោះគ្នាហើយបងយើងឆ្លោះគ្នាហើយ នេះហើយ យើងឆ្លោះគ្នាហើយដោយសារចេះបងប្អូនចង់មកទិញត្រីខាងខ្ញុំបងប្អូនចង់ភ្លក់អីអាចប្រាប់ទុកមិញក៏ប្រាប់ពីយកព្រឹកឡើងបានជួបគ្នាបងខ្ញុំអត់ទៅណាទេមិនថាគាត់ខលមកភ្លាមបាទដែរ ចាខ្ញុំដើរថតពោពេលខ្លះគាត់ខំ ដឹងមានសួរឯងសិនឯងរវល់ឬក៏អីចាទៅអត់បានបានអញ្ចឹងណា ពេលខ្លះខ្ញុំទៅថតវិញខ្ញុំងើបតាំងពីដៀបភ្លឺចេញទៅហើយតែបើសិនជាប្រាប់ខ្ញុំមុនទេខ្ញុំអត់ទៅណាទេអញ្ចឹងណាបើព្រោះអីមួយថ្ងៃបើយើងអត់ចេញថតយើងអត់បានចំណូលទេចាអញ្ចឹងអធិស្ឋានចាអធិស្ឋានភ្ញៀវទាំងអស់ពេលខ្លះមកគាត់ថាខ្ញុំរឹកមិនមែនទេព្រោះអីយើងព្រឹកឡើងគឺចេញប្រកបរបររៀងខ្លួន អូធ្វើមហោ ចាហើយ ត្រូវដល់ម៉ោងកូនចេញពីរៀនទៀតអញ្ចឹងរវល់ច្រើនមែនទែន ពេលខ្លះគាត់ប្រពន្ធខ្ញុំតា ណែជាថ្ងៃដែលគេភាគច្រើនបើសិនជាគាត់ដង្វាយលោកតានឹងបានជោគជ័យគឺគាត់មានថ្វាយភ្លេងហើយនឹងសែនសំណែនធំមែនទែនបងប្អូនជាទូទៅនៅយើងនេះគឺជំនឿបែបអញ្ចឹងឥឡូវគេកំពុងតែថ្វាយភ្លេងកន្លែងលោកតាហើយមានសែនជារបស់សំណែនធំមានជ្រូកមានអីចឹងទៅច្រើនណាស់បងប្អូនបាទគឺថានឹងដោយសារតែគាត់ជោគជ័យក្នុងការបន់ស្រន់បួងសួងដល់លោកតាអញ្ចឹងណាសម្រាប់ខ្ញុំក៏មានជំនឿបែបជឿលើរឿងចឹងដូចគ្នាបងប្អូនអញ្ចឹងបើបងប្អូនពីច្រើនអ្នកនៅខ្មែរយើងណាតែឆ្លងកាត់គឺកម្រថារំលងលោកតាគឺចោះអុជធូបបួងសួងបន់ស្រន់សុំសុខសប្បាយអីចឹងទៅបាទគឺថាជាទំនៀមទម្លាប់របស់ខ្មែរយើងជំនឿរបស់ខ្មែរយើងអញ្ចឹងណាបងប្អូននេះបាទពីទូទៅកន្លែងនេះគឺថាណែនមកមនុស្សចូលរាល់ថ្ងៃមិនត្រឹមតែនិយាយរួមទៅទោះបីយើងមិនចោះអុជធូបក៏យើងចោះបដិទ្ធយករូបភាពជាអនុស្សាវរីយ៍ដែរបងប្អូនរូបលោកតាដំបងកញ្ញុមនេះគឺជាតំណាងធំមួយនៅក្នុងខេត្តបាត់ដំបងយើងអញ្ចឹងអ្នកដែលគាត់ឆ្លងកាត់កម្រថារំលងគឺគាត់តែងតែចោះថតចោះអុជធូបអីចឹងទៅ ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel May Natural Food ថ្ងៃនេះថ្ងៃទី17ខែវិច្ឆិកាឥឡូវនេះកំពុងតែវិចខ្ចប់ត្រីប្រាហើមក៏ដូចជាត្រីកេះត្រីឆ្លូនជូនបងប្អូនដែលបានកក់កំងយូរហើយឥឡូវនេះសម្រាប់បងប្អូនដែលកំងយូរខ្ញុំបញ្ចេញអីវ៉ាន់គាត់ចិត្តអស់ឲ្យសល់តែ3នាក់ទៀតទេបងសវណ្ណសុកបងអេលីសាប៊ែតហើយជាមួយនឹងបងចន្ទធីលីមសល់គាត់3នាក់ទៀតរួចអស់ហើយសម្រាប់ភ្ញៀវដែលយូរតាំងពីមានបញ្ហាមកហើយខ្ញុំថ្ងៃនេះដែរខ្ញុំមកនេះដើម្បីចង់ប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាថាក្នុងរដូវនេះខែ10ខែ11ខែ12ដល់ខែ1គឺជារដូវធ្លាក់ខ្យល់ខែកដឹកអញ្ចឹងសម្បូរទៅដោយត្រីធម្មជាតិបងប្អូនណែខ្ញុំធៀបមេដៃឲ្យបងប្អូនមើលធំមែនតើហើយចំពោះត្រីឆ្លូញនេះគឺខ្ញុំលក់តែខ្នាតធំទេខ្នាតទូចខ្ញុំអត់លក់ទេហើយមួយវិញទៀតចំពោះត្រីឆ្លូញនេះបងប្អូនត្រូវការកំងនៅរដូវនេះបានតម្លៃធូរថ្លៃហើយបានធំទៀតត្រីឆ្លូញក្នុង1គីឡូតម្លៃត្រឹមតែ$30ទេអញ្ចឹងបងប្អូនត្រូវការកំងអីបងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទរបស់ខ្ញុំដែលមានលេខ081 36 4292ហើយទំនាក់ទំនងតាម Facebook របស់ខ្ញុំដែលមានឈ្មោះថា May Natural Food ដូចគ្នាដែលប្តីខ្ញុំដាក់ link នៅក្នុង channel របស់ខ្ញុំហ្នឹងហើយមួយវិញទៀតចំពោះលេខទូរស័ព្ទដែលខ្ញុំបានប្រាប់ពុកម៉ែបងប្អូនហ្នឹងក៏មានជា Telegram ដែរហើយចំពោះបងប្អូនដែលអត់មានប្រើ Facebook
បងប្អូនអាចតាក់ទងតាម Telegram ឬក៏សម្រាប់បងប្អូននៅក្រៅប្រទេសអត់មាន Facebook គាត់អាចតាក់ទងតាម Instagram របស់ខ្ញុំមានឈ្មោះថាស្រីមីពាក់អាវក្រហមខ្ញុំប្រើប្រាស់ Instagram ដែរដោយសារតែបងប្អូនខ្លះគាត់អត់មានFacebook ប្រើអញ្ចឹងណាឥឡូវនេះត្រីឆ្លូញបង5គីឡូនេះភ្ញៀវគាត់កំងយកទៅលក់តសម្រាប់បងប្អូននៅក្រៅប្រទេសចង់បានណាខ្ញុំអាចតាក់ទងឲ្យគាត់យកទៅដឹកឲ្យបងប្អូនបានសម្រាប់បងប្អូនត្រូវការ1គីឡូឬក៏1ផោនអីបងប្អូនត្រូវការឆាតចូលខ្ញុំមកទិញពីគាត់អ្នកណាដែលយកត្រីពីខ្ញុំលក់ខ្លះខ្ញុំនឹងឲ្យបងប្អូនតាក់ទងទៅគេគឺបានត្រីរបស់ខ្ញុំភ្លក់ពិតប្រាកដមែនហើយមួយវិញទៀតនៅខាងមុខបងប្អូនបន្ទាប់នេះគឺជាត្រីងៀតកេះត្រីងៀតកេះនេះប្រឡាក់តែអំបិលជាមួយនឹងប៊ីចេងទេអត់ដាក់ស្ករទេហើយຂະຫນាតដែលខ្ញុំកំពុងតែកាន់បង្ហាញបងប្អូននេះគឺជាຂະຫນាត5ត្រីទៅ6ត្រី1គីឡូខ្ញុំអត់មានលក់ធំជាងនឹងឯងបងប្អូនហើយបងប្អូនសួរថាប្រៃអត់ប្រៃល្មមប្រៃដូចត្រីងៀតខ្ញុំលក់ត្រីងៀតប្រៃប៊ីចេងចឹងអត់ប្រៃខ្លាំងដល់ខេះទេហើយមួយវិញទៀតបើសិនជាបងប្អូនថាខ្ញុំចង់ឲ្យបន្ថយអំបិលជាងនឹងចំពោះត្រីកេះនេះបន្ថយអំបិលជាងនឹងអត់បានទេបងប្អូនជាពិសេសវាហើមសាច់អញ្ចឹងអំបិលខ្ញុំថ្លឹងបរិមាណប៉ុណ្ណឹងហើយពេលដែលខ្ញុំញ៉ាំទៅខ្ញុំគិតថារសជាតិវាល្មមឆ្ងាញ់ហើយប៉ុណ្ណឹងហើយបើសិនជាបងប្អូនគិតថាវាប្រៃមុននឹងបងប្អូនយកទៅអាំងឬក៏ទៅចៀនបងប្អូនយកវាទៅលាងទឹកត្រាំទឹកសិនទៅក៏ប៉ុន្តែខ្ញុំនិយាយថាអត់ប្រៃខ្លាំងពេកទេអញ្ចឹងណាហើយនេះបងប្អូនមើលខ្នាតទេនេះគាត់យកទៅ10គីឡូហើយនេះ1 2 3 4 5ត្រីហ្នឹង1គីឡូតម្លៃ$35បងប្អូនហើយមួយវិញទៀតចំពោះត្រីងៀតខ្ញុំមានលក់ត្រីងៀតរ៉ាស់ប្រៃផ្អែមត្រីងៀតរ៉ាស់ប្រៃប៊ីចេងត្រីអណ្ដែងម្ទេសអត់ម្ទេសត្រីឆ្ដោឲ្យទៅប្រភេទត្រីងៀតតម្លៃក្នុង1គីឡូ$16ដូចគ្នាចំណែកឯត្រីឆ្អើខ្ញុំមានឆ្អើអណ្ដែងបងប្អូនចាំបន្តិចខ្ញុំយកមកបង្ហាញបងប្អូនតើបងចំណែកឯត្រីឆ្អើអណ្ដែងគឺខ្ញុំលក់នៅតម្លៃក្នុង1គីឡូ$26បងប្អូនសួរថាថ្លៃមែនអ្វីខុសពីផ្សារខ្ញុំបញ្ជាក់ជូនចំពោះត្រីអណ្ដែងខាងខ្ញុំឆ្អើតែត្រីអណ្ដែងទុនសាច់លឿងអញ្ចឹងស្បែកវាស្ដើងបងប្អូនមើលណាឃើញទេសឹងតើមានស្បែកផងហើយធានាជូននៅក្នុងរដូវនេះគឺជាត្រីធម្មជាតិចំពោះត្រីឆ្អើរ៉ស់ក៏តម្លៃដូចគ្នាដែរគឺ$26ហើយបញ្ជាក់ជូនសម្រាប់បងប្អូនត្រូវការកាពិចំពោះកាពិខ្ញុំមាន2ប្រភេទកាពិបងប្អូនមកពីកពតចាបងចាំប៉ានម្នេះតិចមកនេះគឺជាកាពិបងប្អូនខ្មែរយើងនៅខាងខេត្តកំពតដែលគេហៅថាគីខ្ញុំបានទិញគាត់យកមកលក់បន្តរហូតអញ្ចឹងពិបាកកំងតាំងពីគេពហិការអត់ប្រើទំនិញថៃមកកាពិរបស់ខ្មែរយើងរឹតតែលក់ដាច់ហើយតម្លៃល្អទៀតនេះខ្ញុំទិញមកដើម្បីលក់ជូនភ្ញៀវដែលគាត់ទិញត្រីងៀតត្រីឆ្អើផ្អកប្រហុកទៅគាត់ចង់អែបបន្ថែមមានកាពិមានស្ករត្នោតចំពោះស្ករត្នោតនេះខ្ញុំយកមកពីព្រះដាក់ចំពោះស្ករត្នោតនេះខ្ញុំយកមកពីអូដំបងអញ្ចឹងតតែកន្លែងណាខ្ញុំទៅខ្ញុំឃើញផ្ទាល់ភ្នែកទៅខ្ញុំទិញយកមកលក់អញ្ចឹងណាបងប្អូនហើយកពីនេះប្តីខ្ញុំកំងមក40គីឡូតែបានតែ30គីឡូទេហើយចំណែកខាងនេះគឺជាម៉នុយមួយដែលខ្ញុំលក់ដាច់ខ្លាំងបំផុតពណ៌សម្បុរមិនសូវស្អាតតែរសជាតិខ្ញុំឲ្យមេដៃនេះគឺជាប្រហុកត្រីកំភ្លៀងលេជាមួយនឹងត្រីក្រាញ់បញ្ជាក់ជូនសាច់សុទ្ធក្នុង1គីឡូតម្លៃ$8ហើយចំពោះកាពិនេះក្នុង1គីឡូតម្លៃ$10ហើយសម្រាប់បងប្អូនទិញអីវ៉ាន់ពីខាងខ្ញុំទៅបងប្អូនចង់ភ្លក់ដូចជាកន្ទុយហេះឬក៏បុកកាពិត្រីឆ្អើបងប្អូនអាចកំងបានចំពោះអីវ៉ាន់ទាំងអស់ហ្នឹងពួកខ្ញុំអត់មានធ្វើទុកឲ្យបងប្អូនប្រាប់រយៈពេលត្រឹមតែ2ម៉ោងខ្ញុំនឹងធ្វើជូនបងប្អូនភ្លាមហើយចំពោះកាពិផាវក៏ដូចជាបុកកន្ទុយហេះក្នុង1គីឡូតម្លៃ$25ហើតិចហើច្រើនចង់លេខសាច់ជ្រូកឬក៏មិនបងប្អូនអាចកំងតាមចិត្តចាដោយសារតែពេលខ្លះយើងឆ្អើត្រីយើងឆ្អើត្រីទៅវាមានត្រីបាក់បែកអញ្ចឹងយើងបេះសាច់ដើម្បីយកមកធ្វើកាពិផាវហើយនៅក្នុងរដូវនេះសម្រាប់បងប្អូនទិញទៅបងប្អូនចង់បានជាក្រសាំងនេះក្រសាំងផ្អកកូនត្រីផ្អកកពឹសគឺខ្ញុំមានទាំងអស់ផ្អកកូនត្រីផ្អកត្រីប្រៃភូមិស្នឹងនេះគឺខ្ញុំទិញមកពីប្រជាពលរដ្ឋក៏ដូចជាអ្នកភូមិនៅក្នុងភូមិស្នឹងដែលខ្ញុំញ៉ាំទៅឆ្ងាញ់ខ្ញុំយកបោះគាត់មកលក់បន្តអញ្ចឹងចំណែកឯផ្អកកពឹសចំពោះផ្អកកពឹសគឺម្ដាយក្មេងខ្ញុំជាមួយខ្ញុំអ្នកធ្វើអញ្ចឹងបងប្អូនត្រូវការអាចញ៉ាំបានដោយទំនុកចិត្តដោយសារតែខ្ញុំញ៉ាំជាប្រចាំថ្ងៃអញ្ចឹងណាបងប្អូនហើយចំពោះផ្អកខ្ញុំមានផ្អកត្រីពោចាំបាយដាក់រូបណាបងបាយឥនសើតរូបតាមហ្នឹងខ្ញុំមានផ្អកត្រីពោចៅអង្ករលីងតម្លៃក្នុង1គីឡូ$10ហើយមានលក់ផ្អកត្រីផ្ទក់ប៉ិនកដៃកូនក្មេងក្នុង1គីឡូក៏$10ដែរបងប្អូនត្រូវការ
អាចសាកសួរព័ត៌មានបានហើយសម្រាប់ឥឡូវនេះបងប្អូនត្រូវការផ្ញើអីវ៉ាន់គឺយើងអត់មានផ្ញើឆ្លងកាត់តាមស្រុកសៀមទេគឺយើងផ្ញើតាមរយៈក្រុមហ៊ុន DHL ពីខ្មែរផ្ទាល់អញ្ចឹងសម្រាប់បងប្អូនត្រូវការចាប់ពី30គីឡូឡើងទៅក្នុង1គីឡូតម្លៃ$15កន្លះរយៈពេល3ទៅ5ថ្ងៃទៅដល់បងប្អូនដោយសុវត្ថិភាពមាន insurance ត្រឹមត្រូវខ្ញុំបញ្ជាក់ជូនមួយទៀតតែងតែមានពាក្យចចាមអារាមដែលគាត់សួរអំពីការបង់ពន្ធគឺបើសិនជាបងប្អូនរស់នៅក្នុងឧទាហរណ៍ថាកាលីចុះបងប្អូននៅក្នុងក្រុងអាចបង់30 40 45អញ្ចឹងណាឬក៏ថ្ងៃមុនបងស្រីគាត់នៅតាមតំបន់ភ្នំគាត់បង់$50ភ្ញៀវខ្លះគាត់បង់$55ឬក៏$60យ៉ាងថ្លៃបំផុតអស់ប៉ុណ្្នឹងហើយបងប្អូនអត់ដល់ពី$300ទេហើយមួយវិញទៀតបងប្អូនឆ្ងល់ថាចេះចុះបើខ្ញុំទិញដល់ទៅ2ទៅ3កេសប្រហែលកេសក៏គេត្រូវបង់តែប៉ុណ្្នឹងដែរបងប្អូនហើយមួយវិញទៀតសម្រាប់ការដែលគេផ្ញើតាមរយៈក្រុមហ៊ុន DHL ខ្មែរនេះគឺសុវត្ថិភាពហើយមានអារម្មណ៍ថាគេ care ពីអីវ៉ាន់យើងមែនតើឧបមាថាអីវ៉ាន់ចេញពីស្រុកខ្មែរទៅរយៈពេល3ថ្ងៃទៅដល់អាមេរិកឧទាហរណ៍អញ្ចឹងណាមុននឹងទៅដល់ DHL គេ message ទៅបងប្អូនភ្លាមថាអីវ៉ាន់របស់អ្នកឯងជិតដល់ហើយអ្នកឯងត្រៀមចាំអ្នកឯងនៅផ្ទះអត់ក្នុងថ្ងៃនេះគឺនឹងទៅដល់ចាគេ email ប្រាប់យើងមុនណាហើយបន្តមកទៀតពេលអីវ៉ាន់យើងទៅដល់បណ្ដោយទៅដល់ស្រុកអាមេរិកបណ្ដោយនៅដល់ប៉ុស្តិ៍សបុតខាងក្រុមហ៊ុន DHL គេ message ទៅទៀតថាឥឡូវអ្នកឯងត្រូវបង់ពន្ធឲ្យខ្ញុំប៉ុណ្ណេះអញ្ចឹងបានអ្នកឯងបានអីវ៉ាន់អញ្ចឹងបងប្អូនពេលដែលគេ message ទៅឲ្យបងប្អូនបង់ពន្ធភ្លាមស្អែកឡើងទៅដល់ភ្លាមអញ្ចឹងបានន័យថាអីវ៉ាន់កាន់តែបង់ពន្ធលឿនបងប្អូនបានអីវ៉ាន់ក៏លឿនដូចគ្នាអញ្ចឹងណាបងប្អូនឥឡូវនេះខ្ញុំទៅខ្ចប់ត្រីបន្តទៀតសិននេះសម្រាប់ភ្ញៀវគាត់កំង1ថង់កន្លះគីឡូដោយសារតែគាត់ត្រូវទៅយកទៅលក់នៅក្រៅប្រទេសអញ្ចឹងបងប្អូនខ្ញុំពាក់ស្រោមដៃបែបនេះបានទប់ជាប់ដោយសារតែត្រីឆ្លូញនេះបងអ្នកមុតអានេះមុតទៅណាលបលក់ដូរត្រីនេះណាតតែយើងនឹងស៊ូណាស់មែនអត់បងតតែយើងនឹងស៊ូណាស់ស៊ូនឹងមេឃភ្លៀងស៊ូនឹងកម្ដៅថ្ងៃបានហ្នឹងហើយដូចត្រីឆ្លូញអស់នេះឃើញទេបងប្អូននៅក្រោមចាហាល់ទេណាបើអត់ក្រោមចាហាល់ទេរុយមករោមហើយពេលខ្លះយើងថតទៅដាក់ចាហាល់ផងថតនៅក្រោមពន្លឺថ្ងៃផងដើម្បីកុំឲ្យវាមានរុយរោមតែមានបងប្អូនមួយចំនួនខ្លះគាត់មិនដែលទិញត្រីយើងទេតែគាត់មកសួរថាត្រីអីគេប្រឡាក់ទៅអត់មានរុយរោមអញ្ចឹងបានថាជាអ្នកលក់ចំណីអាហារហូបចុកនេះគឺយើងត្រៀមចិត្តកុំបាក់ទឹកចិត្តបងប្អូនណាក៏ដោយដែលលក់របស់ហូបចុកកុំបាក់ទឹកចិត្តធម្មតាតែងតែមានគេស្រឡាញ់គេចូលចិត្តឬក៏គេមិនចូលចិត្តគេគឺគេតាមខមមិនយើងអញ្ចឹងឯងតែយើងកុំខ្វល់យើងរក្សាតែភាពស្មោះត្រង់ក៏ដូចជារក្សាគុណភាពអីវ៉ាន់យើងទៅជាពិសេសអ្នកដែលថានឹងមិនដែលទិញទេអ្នកទិញមិនដែលថាអ្នកថាមិនដែលទិញខ្ញុំរាល់ថ្ងៃនេះផ្លូវចិត្តខ្ញុំរឹងមាំមុំអីថាខ្ញុំមិនខ្វល់ជាមួយទេនេះបងប្អូនមកកញ្ចប់ហ្នឹងកន្លះគីឡូអញ្ចឹងយើងអត់ឲ្យគាត់ទៅមកកញ្ចប់ចំពោះបងប្អូនត្រូវការទិញត្រីងៀត្រឹមតែ1គីឡូកន្លះគីឡូអីឬក៏4-5គីឡូអីអត់ចង់ផ្ញើពីស្រុកខ្មែរទៅផ្ទាល់បងប្អូនចង់ទិញខ្ញុំប្រាប់ម៉ូខ្ញុំគាត់យកទៅលក់តហើយពេលខ្លះបងប្អូនទិញពីខ្ញុំទៅ$16គេលក់20ឬក៏30ឬក៏40បងប្អូនកុំថាគេលក់ថ្លៃដោយសារតែគេត្រូវការតម្លៃដឹកជញ្ជូនទៅបន្ថែមផងអញ្ចឹងណាចំពោះអីវ៉ាន់ដែលខ្ញុំធ្វើលក់ជូនបងប្អូនទាំងអស់ខ្ញុំផ្ចិតផ្ចង់ណាខ្ញុំលក់ដោយការស្រឡាញ់លក់ដោយការយកចិត្តទុកដាក់អត់មានត្រូវការតែលុយមួយមុខគត់ទេអញ្ចឹងណាបងប្អូនទូរស័ព្ទខ្ញុំនៅណាទេបងអត់ដឹងផងតាំងពីព្រឹកមកខ្ញុំអត់មានពេលសម្រាកទេដោយសារតាខ្ញុំចង់ឆ្លើយតបឆាតភ្ញៀវឲ្យអស់បងខ្ចប់ចេះស្អាតតែមែនអត់មើលអត់បានប៉ុណ្ណាយកប៉ុណ្ណឹងបងស្អែកបានដាក់ផ្ញើឲ្យគេដោយសារតែបើយើងចាំស្អែកសរុបទាំងអស់ដល់តែខ្ជល់ហើយ
ពេលខ្លះខ្ញុំនិយាយពីការលក់ដូររបស់ខ្ញុំណាខ្ញុំមិនមែនត្អូញត្អែបងប្អូនដោយសារតែជាទូទៅយើងមិនបានរៀនជាប់អញ្ចឹងយើងគ្មានទៅចំណេះវិជ្ជាអីទៅធ្វើការងារទេអញ្ចឹងយើងចេះតែប៉ុណ្្នឹងយើងធ្វើតែប៉ុណ្្នឹងទៅទោះបីជាដឹងថារបរទាំងអស់ហ្នឹងវាហត់នឿយមែនតែកិច្ចអត់ផុតបើយើងចេះតែប៉ុណ្្នឹងអញ្ចឹងណាបងប្អូនហើយមួយវិញទៀតដូចម្ដាយក្មេកខ្ញុំអញ្ចឹងអត់ចេះអក្សរទេរៀនបានថ្នាក់ទី2ទី3ហ្នឹងតែគាត់ចេះចុចកាសូម្ដាយក្មេកខ្ញុំណាអញ្ចឹងយើងធ្វើម៉េចបើជំនាញគាត់មក40ឆ្នាំហីមាននិស័យបានកូនភាសាអ្នកធ្វើ YouTube ទៀតមានបុកពុកម៉ែបងប្អូនគ្រប់ត្រូលវីដេអូហើយជួយទិញត្រីងៀតទៀតអូយសប្បាយចិត្តណាស់ហើយឃើញមានបងប្អូនគាត់ថាចេះអាមីហើយឈប់លក់អីហ្នឹងបើហើយឈប់លក់ខ្ញុំបានត្រីអីញ៉ាំមិនមែនខ្ញុំឈប់លក់អីបងប្អូនគឺខ្ញុំលក់ជូនតែភ្ញៀវណាឬក៏ម៉ួយណាដែលគាត់ងាយស្រួលនៅក្នុងការរងចាំខ្ញុំព្រោះអីពេលខ្លះគាត់វេលុយមកហើយគាត់បតន់គាត់ខ្លាចខ្ញុំបោកគាត់ខ្លាចចេញចុះចេញខ្ញុំអត់លក់ជូនទេមុននឹងបងប្អូនសម្រាប់ចិត្តទិញពីខ្ញុំទៅបងប្អូនត្រៀមចិត្តថាត្រីខាងខ្ញុំយូរតែចាដោយសារតាអ្នកធ្វើនៅក្នុងផ្ទះខ្ញុំមានខ្ញុំម្ដាយក្មេកខ្ញុំប្តីខ្ញុំគឺតែផ្នែកអូទេបងថ្លៃខ្ញុំ3នាក់អញ្ចឹង5នាក់អញ្ចឹងបងប្អូនកំងម្នាក់30-40គីឡូហើយយើងត្រូវធ្វើលក់នៅផ្សារតិចតួចទៀតកុំឲ្យដាច់ម៉ួយអញ្ចឹងបើសិនជាបញ្ញាប់ខ្ញុំអត់ទទួលទេបងប្អូនទិញអីវ៉ាន់ពីខាងខ្ញុំទោះបីជាយូរបន្តិចមែនតែបងប្អូនយកទៅគឺពេញចិត្តហើយបងប្អូនទិញហើយគឺទិញទៀតខ្ញុំហ៊ាននិយាយចឹងហ្មងដោយសារតែភ្ញៀវខ្ញុំទិញហើយអត់ដែលបាត់ឈឹងទេបងប្អូនទិញហើយទិញទៀតត្រីកេះនេះអត់បានបង្ហាញបងប្អូនអាពេលអត់តន់អត់បងប្អូនដោយសារតែខ្ចប់នឹកឃើញថាអូថតបង្ហាញបងប្អូនតិចទៅដោយសាររដូវនេះមាននេះបងពូវិញដកអានេះចាញ់ហ្នឹងហើយຂະຫນາດប៉ុណ្្នឹងបាយហាយតិចមកបាយមកឈរខាងនេះមកបងបាយឃើញណាបាយឃើញមកណានោះនៅកន្លែងបាយញ៉ាំបាយអានេះខ្ញុំរៀបអ៊ុតតាំងពីព្រឹកក៏បើមិនចឹងទេស្ទះការងារតែមេត្រូវតែធ្វើឲ្យហើយនេះขະຫນາດសអស់អានេះពេលដែលមិនទាន់ស្ងួតធំណាបងប្អូនមិនទូចណាស្ងួតមកបានប៉ុណ្ណេះហើយបច្ចៈជូនត្រីខាងខ្ញុំធ្វើអត់មានត្រីតកអីមិនបានខ្ញុំនិយាយថាត្រីតកដោយសារតែខ្ញុំអត់មានក្លាសេយូរហើយបានធ្វើមកឲ្យបងប្អូននេះនិយាយចំទិញមកនេះភ្ញៀវដែលគាត់យកមកស្រស់នេះយើងចម្រាញ់ណាយើងអត់យកអាទូទេយើងយកអាធំហ្មងបងម៉ែមិនយកទៅអត់ទៅហើយបងហើយរយរោមអានេះច្រឡំច្រកចេះបើត្រីឆ្លូញនេះខ្ញុំហាស្ងួតមកល្មមអត់ឲ្យស្ងួតខ្លាំងទេព្រោះអីស្ងួតខ្លាំងរឹងហើយមួយទៀតមិនបានខ្ញុំអត់ធ្វើអាទូចខ្ញុំអត់មានសាច់ញ៉ាំទេហាទៅក្រៀមអស់ហើយអញ្ចឹងរឹងហើយបើសិនជាហាមិនឲ្យស្ងួតទេខ្លាចលោកវាខូចអញ្ចឹងសម្រាប់ភ្ញៀវនៅក្រៅប្រទេសតែពិតយើងនៅស្រុកយើងនេះបងប្អូនអើយដាក់តែមកសពប់នេះយកទៅណាមអស់ឆ្ងាញ់ណាស់តែស្រុកយើងនេះវាមិនសូវឃើញអញ្ចឹងស្រុកយើងគេមិនញ៉ាំទេងៀតហ្នឹងគេញ៉ាំស្រស់ហើយគេទិញស្រស់ពីផ្សារមកប្រឡាក់យកញ៉ាំខ្លួនឯងឆ្ងាញ់ជាងហ៎អូយថ្លង់មែនបងប្អូនណាចាំតិចទៀតប្តីខ្ញុំកាប់ប្រាហើមចាំខ្ញុំថតបង្ហាញឲ្យបងប្អូនមើលខ្ញុំខ្ចប់ត្រីឆ្លូញសិននៅជាការកំដរអារម្មណ៍ដោយសារតែថ្ងៃនេះទិញតែផាត់លើមកពីផ្សារ 15000 យកមកញ៉ាំបាយទេអត់បានធ្វើម្ហូបអីទេ
នេះខ្ញុំដាក់ចាហាល់ខាងនោះបាញ់ពីខាងនោះមកបងប្អូនបាញ់ចឹងទៅអត់មានរយរោមេហើយណាមួយវិញទៀតផ្ទះយើងជុំវិញផ្ទះយើងសម្អាតស្អាតទៅអត់មានរយទេសូម្បីតែខ្ញុំធ្វើប្រហុកអីខ្ញុំគ្របឡើងចិត្តហ៎នេះមួយថងនេះមិនមែន1គីឡូទេបងប្អូនមួយថងនេះខ្នាតកន្លះគីឡូទេណាដែលនៅខាងស្រុកបងប្អូនគេហៅមកផោនហ្នឹងខ្នាតហ្នឹងបងប្អូនបើ1គីឡូច្រើនណាត្រីឆ្លូញនេះហ៎ខ្ញុំអត់សូវអ្នកលក់មែនតែអត់សូវហ៊ានញ៉ាំហ្នឹងមិនខ្លាចអីទេណាដោយសារត្រីនោះវាថ្លៃអញ្ចឹងតតែធ្វើសល់ពីបងប្អូនបានយកទៅញ៉ាំអូបងនោះបាយបានដាក់កកអីខ្ញុំឲ្យទុក1គីឡូអូអាហ្នឹងដាក់កកបើអត់ខូចបងច្រកថងឲ្យដាក់កកពេលមីងគាត់មកចាំយើងសណ្ដិលព្រឹកមិញមីងគាត់មកជួបខ្ញុំហ្នឹងខ្ញុំមានអារម្មណ៍ថាគាត់ដូចស្រឡាញ់ខ្ញុំដល់ហើយបងថ្ងៃនេះខ្ញុំបង្ហាញត្រីឲ្យបងប្អូនមើលគ្រប់មុខតមកទៀតដល់វគ្គត្រីប្រាសំយ៉ុងហើយបងប្អូនថាអត់ដែលឃើញខ្ញុំថតប្រាសំយ៉ុងដោយសារប្រាសំយ៉ុងយើងធ្វើនៅចំហៀងផ្ទះម៉ែហាលអញ្ចឹងអាហ្នឹងស្រួលមិនស្រួលហ្នឹងគឺរុយណាស់ហើយមួយទៀតអ្នកខ្លះអត់ដែលទិញត្រីខ្ញុំទេតែពេលឃើញគេធ្វើត្រីល្អអញ្ចឹងស្អាគេនឹងដាក់ថ្នាំដាក់ក្រាមចង់និយាយថាចេះខ្ញុំអត់ចូលចិត្តបកស្រាយច្រើនទេសម្រាប់ភ្ញៀវដែលទិញត្រីពីខ្ញុំដឹងហើយចំពោះត្រីប្រាក្រាមរឹងដូចថ្មហើយមួយទៀតត្រីប្រាក្រាមញ៉ាំទៅឈឺបំពង់កសម្រាប់អ៊ំចាស់បងប្អូនជឿសាបើខ្ញុំនិយាយខុសហើយមួយទៀតបើសិនជាត្រីប្រាថ្នាំត្រីប្រានេះប្រានោះកូនខ្ញុំទូអញ្ចឹងខ្ញុំឲ្យញ៉ាំទេមិនមែនខ្ញុំញ៉ាំត្រីរាល់ថ្ងៃទេអញ្ចឹងបងប្អូនរឿងខ្លះមិនបាច់ចាំនិយាយច្រើនទេសុកចិត្តបង្ហាញពីសកម្មភាពជាក់ស្ដែងវិញបង្ហាញពីភាពស្មោះត្រង់របស់យើងវិញអញ្ចឹងណាសិលបងប្អូននិយាយច្រើនខុសច្រើនបកស្រាយច្រើនវាខុសច្រើនវារឿងច្រើនវែកញែកអញ្ចឹងបងប្អូនណាមានទំនុកទុកចិត្តចាំបងប្អូនកំងទិញបងប្អូនណាមិនតាន់ទុកចិត្តទេតាមដានមើលខ្ញុំបន្តទៀតអញ្ចឹងណាតើតែមានថ្ងៃទេបងប្អូន2ថ្ងៃនេះអញ្ចឹងយើងហាលបានមកព្រឹកទៅឬក៏ហាលបានមកព្រឹកទៅក៏សារចូលវិញហើយនេះត្រីងៀតសម្រាប់វិខ្ចប់ជូនភ្ញៀវទៅក្រៅប្រទេសដូចគ្នាអត់កតុយនេះគឺប្រភេទត្រីងៀតផ្អែមហើយមានកតុយនេះប្រភេទត្រីងៀតប្រៃបើសិនជានៅស្រុកខ្មែរខ្ញុំធ្វើប្រភេទកាច់វងហើយបងប្អូនសួរថាមានឆ្អឹងត្រង់កន្លែងណាឆ្អឹងមានតែកន្លែងនេះឯងផុតពីនោះខ្ញុំជាអស់ហើយសូម្បីតែកន្លែងនេះនៅសល់តែបន្តិចតែពេលដែលខ្ញុំច្រកវិខ្ចប់ចូលថងគឺខ្ញុំកាត់វាចឹងមកហើយនោះគឺជាត្រីឆ្អើបងប្អូនមើលអត់ដឹងខ្ញុំឆ្អើទេដោយសារតែយើងដាក់ជុំតិចអត់មានហុយខ្សែហុយអីទេហើយចំពោះត្រីទាំងអស់ហ្នឹងបងប្អូនក្នុង1គីឡូបាន4កតុយនេះ3 4បើសិនជាត្រី4ចរិយាអញ្ចេះបាន4កតុយ2ចរិយាបើសិនជាត្រី5ចរិយាអញ្ចេះបាន4ត្រី1គីឡូ1គីឡូបងប្អូននេះមកកញ្ចប់1គីឡូបានត្រីប៉ុណ្ណឹងដាក់គ្រួបន្ថែមដល់តែប្រហោះបានមកធ្វើចាក់ស្ដៅមែនតេនហ្មងនៅនេះដល់ថែមឡានមកឡានទៀតឡាននេះក៏ឡានបត់ចុះបត់ឡើងនោះក៏ខ្ទេចទេនេះនោះអាកន្លែងនោះគាត់ណាចាក់ឲ្យកន្លែងនោះគាត់ណាចាក់ឲ្យពេញឲ្យឡានតិចអត់បានចាំមកចាំប្រាប់តិចនេះអាឡៃនឹងຕົកទៅអីឆ្ងល់ដែរនោះលឹងផតមែនតើអរេឡាននឹងមកប្រាប់ឡានតិចសិនមកតាមតាវេហ្នឹងវាអត់ចាក់ទេហ្នឹងហើយ
nè bơ trắng nào phân này ngày mình ta mà tô chi nó lan cái tranh trâu tranh ấy đây mờ nè ri pek ri ha bông phô này bơ mình ố ạt rồi này là o bơ mình bơ mình bỏ hoa bơ mình tha khá ở cờ này mình chạ ao dơn rồi tập bên chẳng càng nghe đứng trâu bỏ hoa bông phô khơi sao bắt lời trâu chỉ lên tập lần từ một mình rồi từ cài mình rồi lời nó bàn còn bà chạ chạ nó về bán xã đấy chạ ôi ta ban tập lâu mà tô chi không ai lỡ đó còn mấy nó mà tô chi tới còn mình rồi đây máu à mấy anh chỉ xua lại ôi bông phô rồi hai một lần trên này lần hãy mê phum mê khung tha cả thơ phơi ở trái dục dục kia dục dục mấy bờ thơ tục chào ở kia lục bà hay ở dục dục bờ quạt trái dục dục chia po rót với việc mình lục bà thì anh ấy nhom dây pika lục bà bỏ nè nơi tì tăng này các bông phồn với mình xua lá cả dục dục nó dục dục trao này bông phồn này mình đào tàu lá là đua và lạp học lại bên này nâng để xa ta nâng thở mạch giờ người áp bị vọt tại bờ áp bị vọt hay bờ thà thơ mà đòn vừa mà ngay đó bông bồn tục trao pi bạch khai các bạn mà ơn mà đòn hay xua thaประมาณ năm rồi còn là lưu ประมาณ quang đó nè tăng pi môn chùm lưu đạn từ mà màn quang này tục trao nâng on vậy để sao ta ca nghe nâng giờ vừa mình chia nẹp trẻ phải chạy cái tê đôi kê chẳng bông bồn tập kê vừa hai dân trom chạy ta trom tới chạy ta tục trao tới tơ tục trao tới tơ trom bán có bông hoa nó không Facebook tới bạn chập đam chơi là màu mở khởi play trâu là bờ mình chẳng tên là tập phần này về lồng ba khang bông ồn hay play ní bờ tam tại trận nhóm mình phơi có ban đây buổi tăngពីnhóm nào không máu của ta bạchឡើងគ្មានមេភូមិមេឃុំណាមកចាក់ដីឲ្យយើងទេចាក់តែខ្លួនឯងអញ្ចឹងហ៎បងប្អូនចាក់តែខ្លួនឯងទេដល់ពេលអញ្ចឹងគាត់ថាមិនបាច់បើក៏មកពិបាកពេកវាពិបាកពេកបើធ្វើឲ្យធ្វើអីគេពិបាកតែខ្ញុំខ្ជិលចង់បានហើយនេះមិនចាក់ឲ្យធ្វើផ្លូវបតុងនឹងភ្លាមទេណាឆ្នាំក្រោយបងប្អូនគេកម្រងគេធ្វើបតុងហើយមិនដឹងថាបានធ្វើអត់ទេបើធ្វើយឺតយ៉ាងហ្នឹងធ្វើទុកចោលហ្មងហ្នឹងខ្ញុំនិយាយពីការលំបាករបស់ពួកខ្ញុំហ្មងចាក់ឡៃហ្នឹងតិចហ៎បងចាក់នេះដែរចាក់ទៀតអូថែមហ៎ចុះអត់ដៃខ្ញុំហៅវិញហ៎ចាក់តន់ទេហើយតម្លៃម៉ានហ៎ម៉ាន60រៀលលំរុញហ៎ណែចាំដើរមកឡានមកអូស្រីហ្នឹងហើយខ្ញុំសួរគាត់មិនគាត់ទេនេះគាត់ចូលលេខខ្ញុំមិញគាត់ហើយចូលអត់រួចទេតើអាម៉េចនេះមកចាក់បានដោយសារតែយើងចាក់រយទៅហីហ្នឹងហើយយើងចាក់តិចទេបើចាក់តិចហ្នឹងអូអញ្ចឹងចាំមើលដីសិនឲ្យខ្លាច់ទៅអត់រួចទេពេលកន្លែងហ្នឹងបើយើងបត់ឡានទៅឡើងខ្លាច់វានេះដល់យើងចាក់ឲ្យវានេះខ្ពស់តិចនេះខ្ញុំឲ្យគាត់ដឹកមកឡានទៅយកមកដាក់ទីតាំងនេះកុំឲ្យវាស្ដាងពេកព្រោះដល់ពេលដែលគាត់ចាក់ស្ដាងពេកឡានយើងគាត់តែយ៉ាចេញចូលក៏ខូចផ្លូវដែរអញ្ចឹងយើងសុខចិត្តចំណាយលុយខ្លួនឯងចាក់ទៅបងប្អូនអញ្ចឹងបានថាវាជាមិនផុតទេព្រោះឯការដែលធ្វើនេះក៏យើងចំណាយលុយដែរសូម្បីបកោភ្លើងនេះក្នុងមួយគ្រួសារយកម្នាក់250000រៀលនេះបកោភ្លើងមួយអញ្ចឹងហើយលូនេះក៏យើងត្រូវចំណាយលុយខ្លួនឯងដែរអញ្ចឹងការដែលយើងជួយធ្វើគឺចំណាយអញ្ចឹងដូចគ្នានេះហើយនេះផ្ទះនេះក៏ចិត្តការកូនផងនេះភ័យរឿងផ្លូវមើលចាក់ដីទប់អញ្ចឹងបងប្អូនមើលផ្លូវមកឡានគេយក$60ឥឡូវគេចាក់ឲ្យល្ងាចនេះឯងឡានខ្ញុំនៅមុខឡើយឥឡូវដល់ម៉ោងទៅយកកូនទៀតចេញទៅយកកូនរួចអត់ទេ